នឹងសួស្តីត្រង់អ្នកនរគ្នាផងដែរថ្ងៃនេះគឺជួបជាមួយខ្ញុំបាទអាសាជាថ្មីម្ដងទៀតហើយអ្នកនរគ្នាណាបាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញជូនត្រង់អ្នកនរគ្នាអំពីបាទរបៀបនៃការយើងលុប comment ចេញនៅក្នុង account TikTok របស់យើងបងប្អូនអ្នកគ្នាបាទដែលតែងតែ comment ចូលនៅក្នុង account TikTok របស់គេនៅពាក្យមិនល្អឬមួយក៏ពាក្យអសុរោះណាមួយបាទចូលនៅក្នុង account TikTok របស់គេនៅពេលដែលគេផុសវីដេអូយើងចង់លុប comment ដែលយើងបាន comment ចូលនឹងចេញប៉ុន្តែបងប្អូនអរគ្នាមិនដឹងថាយើងលុបយ៉ាងម៉េចបាទដោយសារយើងបាត់ទាំងឈ្មោះ account របស់គេមិនដឹងទៅដល់ទីណាទេអញ្ចឹងយើងចង់លុប comment ចេញមិនដឹងថាយើងលុបរបៀបណាអញ្ចឹងបងប្អូនទាំងអស់គ្នាទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាអំពីបាទរបៀបនៃការយើងលុប comment ចេញនៅក្នុង account TikTok ណាបាទអញ្ចឹងអ្នកនរគ្នាចូលមកកាន់ account TikTok របស់យើងនៅមកបាទបន្ទាប់ពីបងប្អូនបាទចូលមកកាន់ account TikTok ហើយអ្នកនរគ្នាមើលមកខាងក្រោមអ្នកនរគ្នាចុចទៅលើ profile account TikTok របស់យើងហ្នឹងទៅបាទអូខេបន្ទាប់ពីបងប្អូនបាទចុចទៅលើ account TikTok របស់យើងហើយអ្នកនរគ្នាមើលមកខាងលើបងប្អូនចុចទៅលើសញ្ញាត្រី3បាទដែលនៅផ្នែកខាងលើហើយផ្នែកខាងស្ដាំដៃហ្នឹងយើងចុចទៅលើវាហ្នឹងទៅណាបាទអូខេបន្ទាប់មកអ្នកនរគ្នាមើលមកខាងក្រោមអ្នកនរគ្នាចុចពាក្យថា setting in privacy ណាបាទយើងចុចទៅលើវាអូខេបងប្អូនអ្នកគ្នាបន្ទាប់មកវាចេញតម្រង់បែបនេះផងដែរអ្នកនរគ្នាណាបាទអ្នកនរគ្នា scroll មករកពាក្យថា activity logs ច្រឡំអ្នកនរគ្នាណាបាទអ្នកនរគ្នារកពាក្យថា activity center ខុសពី account Facebook ណាបងប្អូនគ្នាបាទអ្នកនរគ្នាចុចទៅលើពាក្យថា activity center ហ្នឹងទៅណាបាទអូខេបន្ទាប់មកអ្នកនរគ្នាចុចពាក្យថា comment history ណាបាទយើងចុចទៅលើវាទៅបាទអូខេបងប្អូនអ្នកគ្នាអញ្ចឹងវាបង្ហាញមកអ្នកនរគ្នាណាបាទនៅពេលដែលបងប្អូន comment ចូលនៅក្នុង account TikTok របស់គេវានឹងបង្ហាញកន្លែងហ្នឹងទាំងអស់នឹងតែម្ដងអ្នកនរគ្នាណាបាទនៅពេលដែលគេផុសវីដេអូណាមួយឬរូបភាពណាមួយដល់ពេលបងប្អូនចុច comment ទៅវាបង្ហាញកន្លែងហ្នឹងបាទទាំងអស់នឹងតែម្ដងបងប្អូនអ្នកគ្នាណាបាទអញ្ចឹងយើងមើលទៅរាល់ការ comment របស់យើងត្រង់ណាដែលមិនសមរម្យឬក៏ជេរប៉ះពាល់ដល់គេទៅយុះឬមួយក៏ប៉ះពាល់ធ្ងន់ធ្ងរបាទទៅលើឈ្មោះរបស់គេអញ្ចឹងបងប្អូនចង់លុបវាចេញបាទដើម្បីជៀសវាងនៅក្នុងការគេប្តឹងឬក៏បាទគេមើល comment យើងហើយគេអាចនឹងមិនសប្បាយចិត្តបាទជាមួយនឹងការ comment របស់យើងណាបងប្អូនគ្នាណាបាទអញ្ចឹងយើងចង់លុប comment នឹងចេញអ្នកនរគ្នាគ្រាន់តែចុចទៅលើ comment ណាមួយដែលបងប្អូនចង់លុបហ្នឹងទៅបាទចុចទៅលើវាបាច់ចឹងមកបាទអូខេអញ្ចឹងវាបង្ហាញមកឲ្យអ្នកនរគ្នាណាបាទវាបង្ហាញ comment ដែលយើងបាន comment ទៅលើ clip video របស់គេនៅពេលគេផុសនៅក្នុងបាទ account TikTok ហ្នឹងណាបាទអញ្ចឹងយើងចង់លុបវាចេញអ្នកនរគ្នាគ្រាន់តែចុចទៅលើអក្សរដែលយើងបាន comment ចុចឲ្យជាប់អ្នកនរគ្នាណាបាទចុចឲ្យជាប់ហើយវា load តម្រង់បែបនេះអ្នកនរគ្នាណាបាទបន្ទាប់ពីវា load តម្រង់បែបហ្នឹងហើយអ្នកនរគ្នាយកពាក្យថា delete ណាបាទដែលមានរូបសញ្ញាធុងសម្រាប់ហ្នឹងយើងចុចពាក្យថា delete ហ្នឹងទៅអូខេអញ្ចឹងវាលុបបាត់ហើយអ្នកនរគ្នាណាបាទអ្វីដែលយើងបាន comment ចូលនៅក្នុង clip video របស់គេនេះគឺវាបានលុប